ភ្លៀងធ្លាក់យ៉ាងគំហុកតាំងពីយប់ថ្ងៃទី11ឈានចូលថ្ងៃទី12ខែកក្កដាឆ្នាំ2026បានបង្កឲ្យមានចំនួនទឹកភ្លៀងនៅខេត្តបាត់ដំបងកោះកុងព្រះសីហនុនិងកំពតដោយតំបន់មួយចំនួនរងការលិចលង់ផ្ទះសម្បែងនិងដំណាំកសិកម្មខណៈអាជ្ញាធរបានដាក់កម្លាំងត្រៀមអន្តរាគមន៍និងបដិសកម្មភាពទេសចរនៅតំបន់ខ្លះជាបណ្ដោះអាសន្នរងផលប៉ះពាល់ខ្លាំងជាងគេគឺស្រុកសំណូតខេត្តបាត់ដំបងដែលភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោងប្រមាណ1រំលងអាធ្រាត្រធ្វើឲ្យឃុំទាំង7ក្នុងស្រុកនេះរងចំនួនទឹកភ្លៀងទឹកនៅតាមអូតូចៗស្ទឹងក្រញូងនិងស្ទឹងបឡាំងបានកើនឡើងពីកម្រិតមធ្យមទៅខ្លាំងបណ្ដាលឲ្យផ្លូវនិងស្ពានមួយចំនួនត្រូវទឹកហូរកាត់តាមរបាយការណ៍របស់រដ្ឋបាលស្រុកសំឡូតស្ពានអូថ្មស្ថិតនៅក្នុងភូមិអូតាទៀកមិនអាចធ្វើដំណើរឆ្លងកាត់បានខណៈផ្លូវជាច្រើននៅក្នុងភូមិភ្នំរៃឃុំតាសាញក៏រងឥទ្ធិពលពីទឹកជំនន់ដែរផ្ទះសម្បែងនិងដំណាំមួយចំនួននៅតាមមាត់អូនិងមាត់ស្ទឹងបានរងការលិចលង់លោកសុកលូអភិបាលខេត្តបាត់ដំបងបានឲ្យដឹងថាគិតត្រឹមម៉ោង3រសៀលថ្ងៃទី12ខែកក្កដាភ្លៀងបានថមថយហើយទឹកក៏ចាប់ផ្ដើមស្រកវិញលោកបញ្ជាក់ថាមិនទាន់មានពលរដ្ឋរងគ្រោះដល់អាយុជីវិតនោះទេខណៈផលប៉ះពាល់លើដំណាំកសិកម្មនៅមិនទាន់អាចវិតម្លៃបានដោយសារទឹកមិនទាន់ស្រកអស់ទោះជាយ៉ាងណាចំពោះមុខស្ថានភាពនេះអាជ្ញាធរបាត់ដំបងត្រៀមកម្លាំងនិងសម្ភារៈសង្គ្រោះដើម្បីអន្តរាគមន៍ជាបន្ទាន់និងជំនះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពប្រសិនបើស្ថានភាពទឹកជំនន់បន្តកើនឡើងនៅខេត្តកោះកុងវិញអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានប្រកាសថាជាបណ្ដោះអាសន្ននៅការទទួលភ្ញៀវទេសចរទៅកំសាន្តនៅក្នុងឃុំដងពេងលោកសុតកឹមគុលមនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាស្រុកកំពង់សិលាខេត្តព្រះសីហនុក៏បានរងការជន់លិចប៉ុន្តែគិតត្រឹមរសៀលថ្ងៃដដែលទឹកបានចាប់ផ្ដើមស្រកវិញបន្តិចទោះជាយ៉ាងណាអាជ្ញាធរនៅតែបន្តតាមដានស្ថានភាពនិងត្រៀមកម្លាំងអន្តរាគមន៍ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងម្ដងទៀតដោយឡែកនៅខេត្តកំពតក៏មានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កើនឡើងនៅតំបន់មួយចំនួនដែរប៉ុន្តែមកដល់ពេលនេះអាជ្ញាធរមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីទំហំនៃផលប៉ះពាល់នៅឡើយទេខ្ញុំរស់សុធាពី News Today NTTV